សួស្តីទាំងអស់គ្នាអូខេtrongវីដេអូថ្ងៃនេះគឺខ្ញុំមកអាន submission របស់គ្នាយើងទៀតហើយអូយខ្ញុំបាត់មុខយូរខ្លាំងមែនតើបាត់នេះគឺខ្ញុំមិនដឹងខ្លួនទេណាខ្ញុំមិនដឹងខ្លួនថាខ្ញុំបាត់យូរទៅថ្នាក់ហ្នឹងឯងខ្ញុំអាសាអាន confession របស់ពួកគាត់ដែរប៉ុន្តែរបៀបថាខ្ញុំហើមួយណាអញ្ចឹងណាហើយដល់ពេលចេះមានអារម្មណ៍ថាដូចខានថតយូរដល់ពេលទៅមើលក្នុង YouTube ខ្ញុំឡើងមួយខែជាងបាត់ឡើងមួយខែជាងអើយខ្ញុំឡើងអត់ដឹងខ្លួនមែនតើហ្មងខ្ញុំសុំទោសមែនតើដល់អ្នកនរគ្នាខ្ញុំឃើញមានគ្នាយើងគាត់ submit មកច្រើនខ្លាំងមែនតើប៉ុន្តែមានរឿងខ្លះគឺខ្ញុំអត់បានយកមកអានទេដោយសារបើនិយាយថងហ្មងគឺសាច់រឿងវាស្លីគ្នាតែរឿងស្នេហារឿងអីចឹងវាដូចគ្នាអានទៅគឺវាដូចគ្នាមែនតើអញ្ចឹងខ្ញុំបានយកមកអានទេហើយណាមួយទៀតគឺអ្នកខ្លះគាត់ submit sing ខ្មែរហើយគាត់ឲ្យខ្ញុំអានហើយឡើងវែងមែនតើមកខ្ញុំអត់ចេះអានទេសិង្ហខ្មែរខ្ញុំនិយាយថងខ្ញុំអត់ចេះអានទេអញ្ចឹងខ្ញុំសុំទោសមែនតើហ្នឹងហើយអញ្ចឹងថ្ងៃនេះគឺខ្ញុំបែរជាមានរឿង3-4ដែរមានច្រើនដែរដែលខ្ញុំរើសយកមកចែកម្លែកដល់អ្នកនរគ្នាហើយក៏មានភាគច្រើនគឺគាត់ submit ជាអង់គ្លេសដែរអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ស្ដាប់ជាអង់គ្លេសគឺខ្ញុំនឹងអានមកវីដេអូមួយទៀតនៅវីដេអូបន្ទាប់ចាសម្រាប់អ្នកដែលគាត់ចាប់អារម្មណ៍ចង់មានរឿងដែលគាត់ចង់ចែកម្លែកមិនថារឿងអីក៏ដោយគឺបើអ្នកនរគ្នាគិតថាគួរឲ្យចាប់អារម្មណ៍ចង់ឲ្យអ្នកដែលគាត់អានអ្នកស្ដាប់ទៅគាត់ចាប់អារម្មណ៍គាត់ចង់ដឹងពីសាច់រឿងរបស់អ្នកនរគ្នាគឺអាចចុច link នៅក្នុង description box របស់ខ្ញុំបានហើយទៅ share សាច់រឿងនៅក្នុងហ្នឹងទៅគឺខ្ញុំនឹងអានចែកម្លែកដល់អ្នកនរគ្នាចឹងនេះគឺជាសាច់រឿងទី1ខ្ញុំមានរឿងចង់និយាយឲ្យធូរស្រាលហើយក៏ចង់ឲ្យបងជួយណែនាំខ្ញុំជាមនុស្សស្រីអាយុ25ឆ្នាំខ្ញុំមានគ្រួសារនិងមានកូនស្រីម្នាក់ខ្ញុំពីមុនគឺជាមនុស្សដែលសប្បាយចិត្តមិនគិតច្រើនមិនខ្វល់ច្រើនប៉ុន្តែចាប់តាំងពីម្ដាយខ្ញុំស្លាប់វាមានរយៈពេល3ឆ្នាំជាងមកហើយខ្ញុំរងសម្ពាធច្រើនមែនទែនគឺឪពុករបស់ខ្ញុំដោយគាត់ចង់មានប្រពន្ធមួយទៀតទាំងដែលម្ដាយរបស់ខ្ញុំគាត់ស្លាប់មិនទាន់បាន100ថ្ងៃផងគាត់រករឿងខ្ញុំរហូតទាល់តែគាត់រៀបការជាមួយនឹងប្រពន្ធក្រោយគាត់ខ្ញុំជាមនុស្សតែម្នាក់ដែលនៅជាមួយគាត់ព្រោះបងស្រី2នាក់ទៀតគាត់មានគ្រួសារចេញទៅរស់នៅខាងក្រៅអស់ហើយក្រៅពីឪពុកខ្ញុំរៀបការរួចខ្ញុំក៏សម្រេចចិត្តរៀបការដែរដោយសារខ្ញុំមិនចង់រស់នៅជាមួយឪពុករបស់ខ្ញុំមិនអាចទ្រាំមើលគាត់មានភាពផ្អែមល្ហែមជាមួយនឹងប្រពន្ធចុងគាត់បានទេចាប់ពីរៀបការខ្ញុំមានកូនបានបង្កើតកូនខ្ញុំមានតែ2នាក់ប្តីប្រពន្ធនៅមើលថែកូនដោយខ្លួនឯងខ្ញុំមានកូននៅអាយុ23ឆ្នាំខ្ញុំមានអារម្មណ៍ថាខ្លួនឯងក្មេងខ្លាំងណាស់ព្រោះខ្ញុំនៅមិនទាន់អាចត្រៀមខ្លួនធ្វើជាម្ដាយគេបានខ្ញុំចិញ្ចឹមកូនទាំងលំបាកមិនដឹងថាត្រូវចិញ្ចឹមដោយរបៀបណាខ្លះពេលថ្ងៃខ្ញុំនៅតែ2នាក់កូនប្តីទៅធ្វើការខ្ញុំមានអារម្មណ៍ថាខ្លួនឯកាព្រោះធ្លាប់មានគ្រួសារកក់ក្ដៅនៅជុំគ្នាខ្ញុំក៏ចាប់ផ្ដើមចេះគិតច្រើនបាក់ទឹកចិត្តក៏ធ្លាប់មានអារម្មណ៍ចង់សម្លាប់ខ្លួនតែដោយសារអាណិតកូនខ្លាចកូនគ្មានម្ដាយគ្មានភាពកក់ក្ដៅដែលខ្លួនកំពុងតែជួបប្រទះឥឡូវនេះផ្លូវចិត្តខ្ញុំបានផ្ដាច់ពីឪពុកខ្ញុំហើយខ្ញុំមិនមានអារម្មណ៍ថាតានតឹងជាមួយនឹងគាត់ទៀតទេប៉ុន្តែឥឡូវខ្ញុំមានអារម្មណ៍ថាមិនសប្បាយចិត្តប្តីខ្ញុំដែលធ្វើការជា DJ គាត់ចាក់ភ្លេងតាមកម្មវិធីគាត់ទៅចាក់ភ្លេងក៏មានមនុស្សស្រីច្រើនដែលស្រឡាញ់គាត់ដោយគេមិនដឹងថាគាត់មានប្រពន្ធកូនទេថ្ងៃមួយខ្ញុំបានឮគេនិយាយនៅពីមុខថាគេស្រឡាញ់ខ្ញុំមានអារម្មណ៍ថាខ្លាចថ្ងៃណាមួយគាត់ក៏អាចនឹងមានចិត្តឲ្យស្រីផ្សេងព្រោះគាត់ធ្លាប់មានមនុស្សស្រីមកសារភាពថាស្រឡាញ់គាត់តាំងពីនៅរៀនទាំងដែលគេថាគេមានប្រពន្ធកូនខ្ញុំមិនមែនរូបរាងស្អាតទេខ្ញុំធាត់តែមនុស្សស្រីដែលស្រឡាញ់គាត់គេសុទ្ធតែជាស្រីស្អាតពួកយើងក៏បានឆ្លោះគ្នាដោយសាររឿងហ្នឹងហើយព្រោះខ្ញុំជាមនុស្សគិតច្រើនគាត់ថារាល់ថ្ងៃគាត់មិនដែលគិតចង់លួចមានស្រីទេគាត់ចង់បានតែលុយឲ្យខ្ញុំនឹងកូនខ្ញុំក៏បានធូរស្រាលចិត្តប៉ុន្តែមិនបានប្រហែលថ្ងៃក៏មានមនុស្សស្រីឆាតមកខ្ញុំមិនបានដឹងថាឆាតនិយាយគ្នាពីរឿងអ្វីទេព្រោះគាត់បានលុបឆាតចោលពេលដែលខ្ញុំសួរដេញដោលគាត់ក៏និយាយថាដោយសារខ្ញុំរករឿងគាត់ខ្លាចគាត់មានស្រីពេលទៅចាក់ភ្លេងពេកហើយឆាតជាមួយនឹងមនុស្សស្រីនោះគ្រាន់តែឆាតនិយាយថាសប្បាយព្រោះប្តីខ្ញុំចាក់ភ្លេងលយតែខ្ញុំគួរជឿគេអត់ថាគេនិយាយគ្នាតែប៉ុណ្ណឹងព្រោះបើគេនិយាយតែប៉ុណ្ណឹងហេតុអ្វីលុបឆាតមិនឲ្យខ្ញុំដឹងឬក៏គេមានរឿងអីលើសពីហ្នឹងខ្ញុំចង់ឲ្យបងអ្នកអានអ្នកស្ដាប់ជួយផ្ដល់យោបល់ឲ្យខ្ញុំផងតែខ្ញុំគួរធ្វើយ៉ាងណាបើហាមគេមិនឲ្យទៅចាក់ភ្លេងដូចបិទឆ្នាំងបាយតែបើឲ្យទៅគឺធ្វើបាបចិត្តខ្លួនឯងពេកព្រោះនៅត្រូវភ័យខ្លាចថាគេមានស្រីគេក្បត់ខ្ញុំជាដើមផ្លូវខ្ញុំសប្តាហ៍ថ្ងៃកាន់តែយ៉ាប់តើខ្ញុំគួរធ្វើបែបណា
អរគុណបងដែលបានអានរឿងអត់ប្រយោជន៍របស់ខ្ញុំហើយបានបញ្ចេញមតិខ្ញុំសរសេររឿងនេះចូលទៅកាន់ link របស់បងក៏បានធូរស្រាលខ្លះដែរព្រោះខ្ញុំមិនដឹងនិយាយជាមួយនឹងអ្នកណាអូខេអរគុណច្រើនបងសម្រាប់សាច់រឿងសម្រាប់មតិរបស់ខ្ញុំគឺខ្ញុំយល់ឃើញថាអារម្មណ៍ដែលបងមានគឺជាអារម្មណ៍មួយដែលធំត្រូវកាលណាគាត់ទៅធ្វើការមានមនុស្សស្រីដែលគាត់លេបខែលេបអីជាមួយនឹងប្តីយើងធម្មតាយើងអត់មានអារម្មណ៍ល្អអត់មានណាសប្បាយចិត្តទេទោះវាជាផ្នែកមួយនៃការងាររបស់គាត់ក៏ដោយហ្នឹងហើយគាត់អ្នកចាក់ភ្លេងចាក់អីចឹងវាតែងតែមានហើយចឹងខ្ញុំគិតថាវាជាទូនាទីប្តីរបស់បងដែលត្រូវចេះលួងប្រពន្ធដោយសារខ្ញុំមិនទម្លាក់កំហុសប៉ុន្តែវាជាទូនាទីកាលណាការងារមួយដែលយើងដឹងប្រឈមថាដៃគូរបស់យើងគឺគាត់អត់សូវពេញចិត្តទេចឹងដូចការងារគាត់ចាក់ភ្លេងចាក់អីចឹងប្រឈមថាមានមនុស្សស្រីញ៉ែគាត់ញ៉ែអីចឹងទៅអូខេចឹងធម្មតាការងារយើងធ្វើរឿងអស់ហ្នឹងគឺយើងត្រូវតែធានាអារម្មណ៍ប្រពន្ធរបស់យើងហើយថាអូខេអូនអត់មានបញ្ហានឹងអស់ឡើងទេកុំភ័យកុំព្រួយបងអត់ក្បត់អូនទេបងស្រឡាញ់អូនស្រឡាញ់កូនអីចឹងទៅរបៀបយើងលួងលោមគាត់យើងត្រូវចេះលួងដោយសារការងារយើងគឺពិតជាមានបញ្ហាអស់នឹងកើតឡើងមែនគាត់មិនមែនចេះតែរករឿងរបៀបការងារយើងធម្មតាយើងទៅធ្វើការក្រុមហ៊ុនហើយគាត់ដើររករឿងយើងទេអត់ទេអារម្មណ៍របស់បងគឺត្រឹមត្រូវអញ្ចឹងខ្ញុំគិតថានេះដូចថងនេះបងបាននិយាយដែរដោយសារបងធ្លាប់និយាយគ្នាម្ដងហើយប្តីរបស់បងក៏បានគេហៅថា assure ធ្វើធានាប្រាប់បងថាគឺអត់មានរឿងនឹងអស់ឡើងបងក៏ធូរចិត្តដែរអញ្ចឹងមានន័យថាអ្វីដែលបងត្រូវការក្នុងទំនាក់ទំនងគឺការនិយាយគ្នាហើយប្តីរបស់បងគឺត្រូវតែចេះលួងលោមបងប្រាប់ថាអត់មានរឿងនឹងកើតឡើងអត់អីចឹងទៅតែមួយវិញទៀតគឺបងបាននិយាយថាគាត់ឆាតជាមួយនឹងមនុស្សស្រីផ្សេងហើយលុបឆាតលុបអីចឹងទៀតហើយគាត់និយាយថាដោយសារបងគិតច្រើនគិតអីចឹងទៅនេះមិនមែនសកម្មភាពដែលធានាផ្លូវអារម្មណ៍ដល់បងទេចឹងបងយល់ឃើញថាគាត់កំពុងតែលួចលាក់អីមួយគឺប៉ិតមែនដោយសារគាត់លួចលាក់មែនគាត់លុបឆាតលុបអីវាមិនមែនជាទង្វើស្មោះត្រង់ជាមួយនឹងដៃគូរបស់យើងទេកាលណាយើងឆាតជាមួយនឹងមនុស្សផ្សេងហើយយើងលុបឆាតលុបអីហ្នឹងit's not transparency it's not honesty ចឹងខ្ញុំសង្ឃឹមថាបងហើយនឹងជាមួយនឹងប្តីរបស់បងគឺអាចនិយាយគ្នាទៅលើរឿងហ្នឹងបានចឹងសម្រាប់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងបងខ្ញុំអត់ហ៊ាននិយាយច្រើនដោយសារកុំឲ្យប៉ះពាល់ទៅលើអាពាហ៍ពិពាហ៍របស់បងចឹងណាខ្ញុំយល់ឃើញថាទំនាក់ទំនងឬក៏អាពាហ៍ពិពាហ៍មួយនៅបានយូរគឺស៊ីសងទៅលើការនិយាយគ្នានឹងឲ្យសន្ទនាគ្នានិយាយជាមួយគ្នាទៅមកទៅលើរឿងដែលយើងមាននៅក្នុងអារម្មណ៍របស់យើងចឹងណាចឹងខ្ញុំសង្ឃឹមថាបងហើយនឹងដៃគូរបស់បងគឺអាចដោះស្រាយទៅលើរឿងនឹងបានជាមួយនឹងគ្នាអូខេចឹងឥឡូវគឺខ្ញុំនឹងចូលរឿងទី2សួស្តីបងខ្ញុំឈ្មោះកេង nickname ភេទប្រុសអាយុ21ឆ្នាំខ្ញុំមានរឿងបញ្ចេញទៅបងដើម្បីផ្ដល់ជាយោបល់ខ្ញុំរស់នៅក្នុងគ្រួសារមានបងប្អូន2នាក់ខ្ញុំជាកូនពៅកាលពីក្មេងខ្ញុំជាកូនក្មេងធម្មតាងើបពីគេងទៅរៀនជាសាមញ្ញប៉ុន្តែការនៅពីតូចនៅក្នុងគ្រួសារឧស្សាហ៍មានភាពឆ្លោះប្រកែកគ្នាច្រើននាំឲ្យខ្ញុំពេលខ្លះឃើញទស្សនវិជ្ជាទាំងនោះថ្ងៃមួយម៉ាក់ប៉ារបស់ខ្ញុំគាត់ឆ្លោះគ្នាខ្លាំងខ្ញុំមានអារម្មណ៍ភ័យខ្លាំងមកដល់សប្តាហ៍ថ្ងៃនេះពេលខ្លះក៏គាត់ទាំងពីរនាក់មានការប្រកែកគ្នាដែរប៉ុន្តែពេលដែលគាត់ឆ្លោះគ្នាខ្ញុំមានអារម្មណ៍ភ័យដោយការពីតូចដែរទោះជាកន្លងយូរមកហើយក៏ដោយខ្ញុំដឹងថានៅក្នុងគ្រួសារតែងតែមានការប្រកែកគ្នាតិចតួចប៉ុន្តែពេលដែលខ្ញុំឃើញគាត់ប្រកែកគ្នាខ្ញុំមិនសូវមានអារម្មណ៍គ្រប់គ្រងអារម្មណ៍ខ្លួនឯងបានទេពេលខ្លះខ្ញុំស្រែកមួយទំហឹងមនុស្សធំផងដែរដល់ពេលនេះខ្ញុំមិនដឹងថាខ្ញុំមានអារម្មណ៍ដិតដានពីក្មេងឬក៏ខ្ញុំមិនសូវគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានអរគុណបងសម្រាប់ការអានអត្ថបទរបស់ខ្ញុំរឿងនឹងមួយគឺខ្ញុំនិយាយមែនពេលខ្លះម្ដាយឪពុកគាត់នៅជាមួយនឹងគ្នាគាត់ជាដៃគូគ្នាប្តីប្រពន្ធគាត់ឆ្លោះគ្នាពេលខ្លះគាត់គិតថាអារម្មណ៍ធម្មតាពេលខ្លះគឺគាត់ឆ្លោះគាត់អត់ខ្វល់ថាកូនគឺប៉ះពាល់អារម្មណ៍អីខ្លាំងទេគឺគាត់អត់ដែលខ្វល់ទេហ្នឹងហើយគាត់ខ្វល់តែពីខ្លួនគាត់អារម្មណ៍ខ្លួនគាត់ដឹងថាពេលហ្នឹងគឺគាត់ត្រូវតែយកឈ្នះដៃគូរបស់គាត់ប្តីប្រពន្ធរបស់គាត់អញ្ចឹងណាតែគាត់អត់ដែលគិតថាប៉ះពាល់ផ្លូវអារម្មណ៍របស់កូនរបស់អីចឹងទៅអញ្ចឹងពេលខ្ញុំឃើញអ្នកដែលគាត់មកsubmit រឿងឲ្យខ្ញុំអានមានបញ្ហាគ្រួសារបញ្ហាអីហ្នឹងមែនអាណិតមែននឹងឲ្យពិបាកអារម្មណ៍មួយនេះគឺយើងអាចនិយាយអារម្មណ៍បាក់ស្បាតជាប្រភេទ PTSD ឬក៏ trauma ធម្មតាប៉ុន្តែអារម្មណ៍បាក់ស្បាតដែលកើតមានតាំងពីក្មេងមកដោយសារតែគាត់ឆ្លោះគ្នាជាមួយគ្នាហ្នឹងតាំងពីក្មេងហើយយើងអារម្មណ៍អត់ល្អតាំងពីដើមយើងតក់ស្លុតយើងភ័យខ្លាចតាំងពីក្មេងអញ្ចឹងអារម្មណ៍ហ្នឹងគឺមិនងាយនឹងបាត់ទេរហូតដល់យើងធំអាយុ21ឆ្នាំក៏ដោយក៏យើងនៅតែមានអារម្មណ៍មួយហ្នឹងដែរអញ្ចឹងត្រង់នេះគឺមានតែម៉ាក់ប៉ាបងអូនគួរណាតែ
យល់អារម្មណ៍កូនអាយុ20ឆ្នាំជាងអីវាមិនដែលគាត់អត់ដឹងទេខ្ញុំចង់និយាយចឹងណាមិនគាត់អត់ដឹងថាកូនអារម្មណ៍អត់ល្អពេលពួកគាត់ឆ្លោះគ្នាទេប៉ុន្តែគឺគាត់អត់ផ្លាស់ប្ដូរអត្តចរិតមួយហ្នឹងហ្មងពិបាកថងហ្នឹងមែនសម្រាប់បងបើអូនអាចព្យាយាមទប់ស្កាត់ខ្លួនឯងបានបងគិតថាល្អនៅពេលដែលអូនដឹងថាខ្លួនឯងគឺមានបញ្ហាហ្នឹងហើយថាយើងមានករណីបាក់ស្បាតក្នុងអារម្មណ៍របស់យើងណាកាលណាយើងដឹងគឺវាល្អជាជំហានមួយដែលល្អហើយចឹងទី1គឺយើងអាចនឹងព្យាយាមទប់ស្កាត់អារម្មណ៍របស់យើងបានយើងអាចដើរចេញពីព្រឹត្តិការណ៍មួយហ្នឹងពេលគាត់ឆ្លោះគ្នាទៅបន្ទប់ខ្លួនឯងតាណាតាណីឲ្យឆ្ងាយទៅឲ្យគាត់ឆ្លោះទៅតែមួយវិញទៀតបើសិនជាអូនមានអារម្មណ៍ថាគឺវាអត់ប្រសើរឡើងសោះគឺតើទៅជួបជាមួយនឹងគ្រូពេទ្យភាសាជាមួយនឹងបញ្ហារបស់អូនទៅលើបញ្ហាផ្លូវអារម្មណ៍របស់យើងហ្នឹងហើយដោយសារពេលខ្លះយើងឃុំក្រងអត់បានដោយអូនបាននិយាយពេលខ្លះស្រែកហ្នឹងហើយច្រឡោតដាក់គាត់វិញអីចឹងទៅចឹងអាចឃុំក្រងអារម្មណ៍របស់យើងនឹងបានចឹងខ្លាចតែថ្ងៃណាមួយកាលណាយើងអត់ព្យាបាលបញ្ហាមួយនឹងទេហើយយើងទៅបន្តមានដៃគូមានកូនមានអីទៀតគឺយើងនឹងបន្តសកម្មភាពអ្វីដែលម្ដាយឪពុករបស់យើងនឹងធ្វើដដែលហ្នឹងគឺគេហៅថា unhealed trauma យើងបញ្ជូនតទៅទៀតចឹងទៅចាំបើសិនជាមានពួកម៉ាឬក៏មានបងអាចនិយាយជាមួយនឹងគាត់បានហ្នឹងភាសាថាម៉ាក់ប៉ាយើងឆ្លោះគ្នាចឹងខ្ញុំអត់មានអារម្មណ៍ល្អទេអីចឹងទៅយើងអាចនិយាយមួយគាត់លែងទៅដើម្បីឲ្យគាត់ហ្នឹងហើយយើងមិនមែនទៅព្យាយាមប៉ះប៉ូវអីទេយើងគាត់និយាយអារម្មណ៍នៅក្នុងចិត្តរបស់យើងឲ្យធូរអារម្មណ៍អញ្ចឹងណាក្រៃលោគាត់ relate ជាមួយនឹងយើងដែរទៅយើងមានអារម្មណ៍មួយថាខ្ញុំមិនមែនមានអារម្មណ៍ហ្នឹងតែឯងទេហ្នឹងហើយវិធីនេះមួយក៏ជាវិធីទូចមួយដែលអាចឲ្យអូនមានអារម្មណ៍ល្អឡើងវិញដែរអូខេចាឥឡូវនេះគឺខ្ញុំនឹងអានសាច់រឿងទី3សួស្តីបងថ្ងៃនេះគឺខ្ញុំមានរឿងក្នុងចិត្តមួយលាក់ទុកយូរមកហើយខ្ញុំមិនអាចបញ្ចេញឈ្មោះនៅអត្តសញ្ញាណរបស់ខ្ញុំបានទេព្រោះខ្លាចប៉ះពាល់ដល់អារម្មណ៍អ្នកដែលពាក់ព័ន្ធនៅក្នុងរឿងនេះតែបងអាចដាក់ឈ្មោះឲ្យខ្ញុំបានស្នេហាមួយនេះខ្ញុំបានចាប់ផ្ដើមតាំងពីជីវិតវិទ្យាល័យមកម្លេះខ្ញុំនិងគាត់ស្រឡាញ់គ្នាណាស់ហើយក៏បានធ្លាប់ទៅស្បត់នឹងគ្នាសុំឲ្យជាគូមករហូតតែកន្លងបាន6ខែគាត់បានធ្វើរឿងមួយឲ្យខ្ញុំស្ទើរតែស្លាប់ទាំងរស់ខ្ញុំពេលនោះគឺលំបាកណាស់រហូតស្បត់ថាឈប់ស្រឡាញ់អ្នកណានិងឈប់ស្មោះត្រង់គាត់ពេលនោះគឺមកអង្វរខ្ញុំហើយណាមួយចិត្តនៅតែស្រឡាញ់ខ្ញុំក៏មិនដាច់ចិត្តពេលនោះខ្ញុំក៏អភ័យទោសឲ្យគាត់រឿងអីគេខ្ញុំចង់ដឹងប៉ុន្តែខ្ញុំមិនបានស្រឡាញ់គាត់ទៀតទេខ្ញុំមិនអាចដោះលែងខ្លួនឯងពីអតីតកាលដែលគាត់ធ្វើវាចំពោះខ្ញុំទេខ្ញុំមិនបានស្មោះត្រង់នឹងគាត់ទៀតទេខ្ញុំបានចាប់ផ្ដើមមានអ្នកនេះអ្នកនោះតមករហូតឥតឈប់ខ្ញុំមានសង្សារច្រើនណាស់ហើយក៏យកមកដើម្បីជាលេសសំបែកគាត់អង្វរកខ្ញុំដោយយកជីវិតមកនិយាយខ្ញុំខ្លាចគាត់ស្លាប់ទៅចេះតែមិនហ៊ានខ្ញុំព្យាយាមសំបែកគាត់ម្ដងហើយម្ដងទៀតតែគាត់នៅតែអង្វរក៏ខ្ញុំមិនព្រមដោះលែងខ្ញុំនៅតែអាណិតគាត់រហូតខ្ញុំចាប់ផ្ដើមស្គាល់អ្នកថ្មីគេល្អមកគ្រប់យ៉ាងគេថែមទាំងមើលថែផ្លូវចិត្តខ្ញុំបានល្អទៀតផងពេលនោះគឺខ្ញុំក៏សម្រេចចិត្តសុំអង្វរគាត់បែកគ្នាម្ដងទៀតតែគាត់មិនព្រមបែកខ្ញុំមិនចង់ឲ្យអ្នកថ្មីខ្ញុំមកពាក់ព័ន្ធនឹងរឿងនេះទេហើយក៏មិនចង់បាត់បង់អ្នកថ្មីដែរតែខ្ញុំខុសទេដែលរើសយកសង្សារថ្មីរួចបោះចោលអ្នកចាស់ដែលតាមអង្វរខ្ញុំមិនព្រមដោះលែងស្រីក៏ប្រុសឥឡូវចាប់ទុកថាអ្នក confess គឺគាត់ជាស្រីណាហ្នឹងហើយដៃគូរបស់គាត់គឺប្រុសវេទនាខ្ញុំនិយាយមែនពេលខ្ញុំឃើញរឿងណាមួយដែលរបៀបមនុស្សចេញមកគឺដូចឃុំក្រងចង់បានម្នាក់នឹងរបៀបទុកដូចទ្រព្យសម្បត្តិរបស់ខ្លួនឯងសំបីគេសុំបែកក៏មិនព្រមបែកគេហ្នឹងគឺវេទនាខ្លាំងមែនតើខ្ញុំឃើញគឺ red flag គេសុំបែកហើយគឺនៅក្បាលហឹងនៅចេះចង់អត់ព្រមបែកពីគេត្រូវទុកគេបោះខ្លួនឯងមកអីចឹងគឺអើយតុកសិចហ្មងវេទនាពេលណាជួបដៃគូដែលមានចរិតអញ្ចឹងណាគឺដូចជន់មីនអញ្ចឹងដូចខុសខ្លាំងមែនតើវេទនាមិនងាយបែកឃើញឡើងប្រហែលឆ្នាំអីនេះនៅអត់ចង់បែកទៀតនេះមិនអារម្មណ៍ស្រឡាញ់ទេណានេះគឺចង់ទុកចង់ចងគេទុកគេហៅថា controlling គឺចង់ទុកគេនៅនឹងហ្មងគ្មានស្រឡាញ់គ្មានអីទេវាមានអាពីរឯមួយគឺអារម្មណ៍ controlling មួយទៀតគឺបែកងាងរបៀបគេហៅថាផ្លូវសតិអារម្មណ៍ខ្ញុំនិយាយមែន this is a mental problem បើអត់មានដំណោះស្រាយទេគឺតើតែបងសុំអ្នកថ្មីនឹងជួយនិយាយបងឯងនេះគឺមិនមែនបញ្ហាសាបងថាមានអ្នកចាស់ហើយនៅត្រូវហៅមនុស្សមួយទៀតទេតែខ្ញុំអានមកគឺគេខាងនោះគឺគេអត់ព្រមលែងទោះបងសុំលែងសុំបែកគ្នាក៏ដោយគឺគេអត់ព្រមខំអត់ព្រមលែងហ្មងណាអញ្ចឹងមានតែហៅអ្នកផ្សេងឲ្យជួយនិយាយបងជួយដោះស្រាយមួយបងព្រោះ
mình nghĩ mình nữ ní cứ cái ha obsess hay bạn vậy tha rộng nâng cứ sờ lạnh nhỉ. It's not love, it's obsession, it's mental illness ហើយខ្ញុំបនព្រះហ្មងខ្ញុំនិយាយមែននៅពេលដែលបងបានរួចផុតពីម្នាក់ហ្នឹងហើយគឺបនព្រះកុំឲ្យគាត់ហ្នឹងបែកងាងមករករឿងបងឯងតអូយខ្ញុំពិបាកនិយាយគឺវេទនាហ្មងខ្ញុំនិយាយត្រង់វេទនាអញ្ចឹងខ្ញុំសង្ឃឹមថាគឺបងនឹងស្វែងរកជំនួយដើម្បីជួយបងហើយជួយនិយាយអូខេអញ្ចឹងឥឡូវនេះគឺខ្ញុំនឹងចូលសាច់រឿងរបស់យើងទី4ហើយបងខ្ញុំមានរឿងមួយចង់និយាយប្រាប់បងគ្រួសារខ្ញុំមានសមាជិក3នាក់ខ្ញុំម៉ាក់និងឪពុកចុងខ្ញុំស្អប់ឪពុកចុងខ្ញុំខ្លាំងណាស់ព្រោះគាត់គឺជាមនុស្សប្រុសដែលចូលចិត្តប្រើហិង្សាហើយគាត់មិនដែលជួយអ្វីដល់គ្រួសារទេពេលមកពីធ្វើការវិញគឺគាត់តែងតែដេកចុចទូរស័ព្ទមិនជួយម្ដាយខ្ញុំធ្វើការផ្ទះទេហើយលុយប្រាក់ខែគាត់គឺគាត់កាន់តែខ្លួនឯងមិនឲ្យម៉ាក់ខ្ញុំទេហើយម៉ាក់ខ្ញុំគាត់ធ្វើការហត់ហើយត្រូវមកធ្វើការនៅផ្ទះទៀតចឹងនេះមិនមែនប្តីទេគឺកូនផុសបើបោះម៉ាក់អូនឯងហើយម៉ាក់ខ្ញុំធ្វើការហត់ហើយត្រូវមកធ្វើការនៅផ្ទះទៀតមួយទៀតគឺគាត់ជំពាក់លុយរត់ហើយប្រាក់ខែម៉ាក់បើកមកគឺត្រូវសងគេអស់មិនមានលុយឲ្យកូនទៅរៀនទេហើយឪពុកចុងខ្ញុំគឺគាត់តែងតែឌីលម៉ាក់ខ្ញុំរហូតហើយគាត់តែងតែឆ្លោះគ្នារហូតហើយឪពុកចុងនឹងវានិយាយថាបើវាមិនបានអ្នកណាក៏មិនបានម៉ាក់ខ្ញុំដែរមានពេលមួយគឺវាបានវាយម៉ាក់ខ្ញុំពេលគាត់ចេញពីកម្មវិធីគេឡើងម៉ាក់ខ្ញុំហូរឈាមតាមច្រមុះជាច្រើនវាគំរាមម៉ាក់ខ្ញុំរហូតហើយគាត់បានប្រាប់ថាឲ្យគាត់លែងវាទៅពេលឆ្លោះគ្នាមិនថាទោសធ្ងន់ឬស្រាលម៉ាក់ខ្ញុំតែងតែលើកលែងឲ្យវារហូតដោយគិតថាវាកែតែវានៅតែដដែលមិនកែសោះឪពុកចុងខ្ញុំគឺជាមនុស្សដែលគិតតែពីខ្លួនឯងគិតថាខ្លួនត្រូវទោះបីជារឿងនោះខុសយ៉ាងណាក៏ដោយតើខ្ញុំគួរធ្វើបែបណាទើបអាចកាត់បន្ថយភាពភ័យព្រួយរបស់ខ្ញុំបានទៅឬមួយខ្ញុំត្រូវទទួលយកវាតែបើការបារម្ភរបស់ខ្ញុំកើតឡើងពិតមែនវាគឺជារឿងដែលពិបាកទទួលយកណាស់ខ្ញុំធ្លាប់ចង់គិតខ្លីម្ដងហើយតែខ្ញុំអាណិតម៉ាក់ខ្ញុំមិនចង់ឲ្យគាត់ឈឺចាប់កាន់តែខ្លាំងខ្ញុំពិបាកចិត្តណាស់មិនដឹងគួរធ្វើយ៉ាងណាទេទើបបានធូរស្រាលខ្ញុំគ្រាន់តែចង់បានជីវិតធម្មតាមួយហេតុអ្វីខ្ញុំមកត្រូវជួបជាមួយនឹងរឿងបែបនេះទៅវិញស្មាក់រឿង domestic violence ពាក់ព័ន្ធជាមួយនឹងហិង្សានៅក្នុងគ្រួសារគឺបងអត់ដឹងនិយាយពីណាទៅណាវេទនាដោយសារអីដូចម៉ាក់អូនបាននិយាយចឹងអូនបាននិយាយថាអូខេហេតុអីបានមិនព្រមលែងពេលខ្លះរឿងវាស្មុគស្មាញជាងហ្នឹងដោយសារអីប្តីឬក៏ដៃគូរបស់គាត់ហ្នឹងគឺមនុស្សដែលប្រើហិង្សាហើយគាត់មិនមែនគាត់គំរាមទេគឺគាត់ធ្លាប់ធ្វើទៀតរឿងហ្នឹងគឺកើតឡើងគាត់ធ្លាប់វាយធ្លាប់ដំទៅលើម្ដាយបងអូនទៀតចឹងមានន័យថាបុគ្គលនេះគឺហ៊ានបើសិនជាគាត់ជ្រុលដៃគាត់ហ៊ានធ្វើទៅលើរឿងហ្នឹងប៉ះពាល់ដល់អាយុជីវិតរបស់ទាំងអូនទាំងម៉ាក់របស់អូនអញ្ចឹងពិបាកនិយាយខ្លាំងមែនតើចង់លេងក៏អត់ហ៊ានលេងដែរដោយសារតែខ្លាចអញ្ចឹងត្រង់នេះគឺក្នុងនាមអូនហើយនឹងម៉ាក់អូនគឺជាជនរងគ្រោះក្នុងការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារគឺតើតែហៅអន្តរាគមពីអ្នកក្រៅផ្ទះបងនិយាយដដែលហ្មងគឺធ្វើអីអត់ចេញហ្មងពេលយើងជាកូនយើងអត់ហ៊ានទៅអាកាត់បជាប្រាប់មនុស្សចាស់មនុស្សធំឬក៏ម្ដាយពុកយើងថាអើយធ្វើនេះអើយធ្វើនោះធ្វើអីអត់កើតទេបានធម្មតាឈរមើលពួកគាត់ធ្វើការសម្រេចចិត្តរបស់គាត់ចឹងតែបើសិនជារឿងហ្នឹងគឺមើលទៅគឺអាចលែងលះបានគឺខ្ញុំគាំទ្រហ្មងខ្ញុំនិយាយមែនបើចង់ថាបើស្ថានភាពហ្នឹងវាអត់អាក្រក់ដូចខ្ញុំគិតទេចង់ថាគាត់មានច្រកអាចធ្វើការលែងលះបានអញ្ចឹងណាគឺគួរតែលែងមិនបាច់ភ័យរឿងថាអត់លុយមិនបាច់ភ័យរឿងថាអូនអត់បានទៅហ៊ានអត់បានទៅសូត្រខ្លាចអត់មានអ្នកមើលគាត់អត់អីបញ្ហាអស់ហ្នឹងនៅពេលដែលរឿងហ្នឹងមកដល់គឺយើងនឹងដោះស្រាយគ្នាបានយើងកុំភ័យរឿងអស់ហ្នឹងគឺនៅពេលដែលយើងប្រឈមមុខរឿងអស់ហ្នឹងគឺចាំយើងគិតទៀតសំខាន់ឥឡូវនេះគឺផ្លូវអារម្មណ៍ផ្លូវចិត្តរបស់យើងគឺអត់នឹងណទេយើងមានអារម្មណ៍ភ័យខ្លាចជាមួយនឹងបុគ្គលដែលប្រើហិង្សាលើយើងនឹងអញ្ចឹងបើសិនជាយើងមានច្រកអាចដកខ្លួនពីរឿងហ្នឹងបានគឺត្រូវតែដកអ្វីដែលយើងអាចធ្វើបានគឺយើងធ្វើអស់ហើយយើងបាននិយាយមួយគាត់យើងបានប្រាប់គាត់ថាយើងចង់បានអីយើងប្រាប់អស់ហើយប៉ុន្តែគាត់ធ្វើអត់បានឲ្យយើងក៏យើងអត់មានលទ្ធភាពយើងមានសមត្ថភាពអីទៅនឹងឲ្យបជាគាត់អីដែរអញ្ចឹងទ្រាំ2ឆ្នាំទៀតទៅយើងហ៊ានចប់យើងទៅហ៊ានតចោះហ្នឹងហើយចាក់ចេញពីព្រឹត្តិការណ៍មួយហ្នឹង stress ណាស់ឡើងលេងបានដេកលេងបានពួនដល់អង្គុយតែភ័យដល់ចង់សម្លាប់ខ្លួនគិតខ្លីគិតអីហ្នឹងគឺមិនមែនរឿងធម្មតាហ្នឹងហើយវាអត់គួរមានរឿងបែបហ្នឹងគ្
គ្រួសារគឺអត់គួរមានអារម្មណ៍ធ្វើឲ្យអូនឯងមានអារម្មណ៍បែបហ្នឹងទេអូខេចឹងឥឡូវគឺខ្ញុំនឹងចូលសាច់រឿងទី5ជារឿងចុងក្រោយរបស់យើង Hello បងខ្ញុំចង់សុំមតិយោបល់ពីបងខ្លះខ្ញុំជាសិស្សថ្មីស្រីថ្នាក់ទី11ហើយអង្គុយតុជាមួយនឹងបុគ្គលម្នាក់A ស្រីហើយពួកយើងខ្លាចទៅជាមិត្តនឹងគ្នាតែអ្នកដែលនៅក្នុងថ្នាក់នោះ90%គឺមិនត្រូវគ្នាជាមួយនឹងគាត់ក្នុងនាមខ្ញុំជាសិស្សថ្មីខ្ញុំនិយាយរាក់ទាក់គេគ្រប់គ្នាតែគាត់ដើរចេញពីខ្ញុំរហូតហើយអ្នកក្នុងថ្នាក់គេអត់ពេញចិត្តឲ្យខ្ញុំរាប់អានគាត់ទេតែខ្ញុំរាប់អានគាត់ដូចធម្មតាពីមួយថ្ងៃទៅមួយថ្ងៃគាត់តែងចេញចរិតបែបមេត្រូវតែលើគេខ្ញុំអត់ពេញចិត្តទេតែទុកក្នុងចិត្តហើយយូរទៅប្រហែលជា1ទៅ2ខែគាត់ធ្វើជ្រុះដបទឹកខ្ញុំបែកឆ្កូតហើយលើគម្របជ័រហើយគាត់សើចអត់សុំទោសខ្ញុំទេគាត់ធ្វើធម្មតាខ្ញុំទ្រាំលែងបានក៏ឈប់និយាយជាមួយនឹងគាត់ក៏ដូចគ្នាពួកយើងក៏ឈប់តាក់ទងគ្នាហើយបន្ទាប់ពី5-6ខែក្រោយមកយើងនិយាយគ្នាវិញធម្មតាបែបអ្នកស្គាល់គ្នាតែយើងត្រូវអង្គុយចិត្តគ្នាអញ្ចឹងយូរទៅក៏ស្និទ្ធគ្នាតែដំបូងគាត់ល្អនឹងខ្ញុំណាស់មានអារម្មណ៍ថានៅពេលដែលនៅជាមួយគាត់มันស្មើមានមិត្តមួយថ្នាក់ផងហើយពេលនោះគឺ99%ថ្នាក់ខ្ញុំគេអត់និយាយចូលចិត្តយើងគ្រប់គ្នាហើយនិយាយឌៀមដាមរាល់ថ្ងៃពេលខ្លះនិយាយជាមួយនឹងអ្នកគ្រូក៏ឌៀមដាមមកយើងដែរហើយទៅពីអ្នកខ្ញុំគ្រប់រឿងទាំងតាំងពីប្រើរបស់ភីងចងសក់ទៅរៀនមកដដែលគ្រប់សពតែមួយរយៈធំក្រោយក៏ស្ងាត់ព្រោះយើងចូលទី12ហើយយើងរាប់អានគ្នាយូរល្មមតែឥឡូវខ្ញុំមានអារម្មណ៍ថាគេលែងចេះក្រែងចិត្តខ្ញុំដូចមុនដោយគាត់ប្រើហ្វូនមិនសូវទំនើបកាមេរ៉ាអត់សូវស្អាតហើយគាត់ក៏យកហ្វូន iPad ខ្ញុំទៅថតរូបគាត់ដោយឲ្យបានសុំខ្ញុំទេថតមេរៀនគិតលេខហើយទុកដាក់របស់ខ្ញុំពេលខ្លះសឹងតែកវត្តចោលបោះទៅលើតុលឺហ្មងពេលគាត់អត់យកទូរស័ព្ទគាត់មកគាត់យកទូរស័ព្ទខ្ញុំទៅឆាតមួយសង្សារគាត់ពេលខ្លះទូរស័ព្ទខ្ញុំអស់ថ្មសល់តែ30ជាងខ្ញុំឲ្យគាត់ទៅលេងទៀតនៅពេលដែលគាត់ហុចមកវិញដល់សល់តែ10%ជាងពេលខ្លះវិញគឺ5%ក៏មានហើយគាត់មានម៉ូតូអូតូមួយដែលបានបន្តពីបងគាត់ម៉ូតូហ្នឹងគឺវាឧស្សាហ៍ខូចតែជិះបានគ្រាន់តែត្រូវប្រឆេះ 3-4 នាទីវាលឺសំឡេងអញ្ចឹងគាត់ក៏ឈប់ជិះហើយអន់ចិត្តនឹងម៉ាក់ប៉ាគាត់ថាមិនអត់ទិញម៉ូតូថ្មីឲ្យអញ្ចឹងផ្គត់ផ្គង់តែបងគាត់ហើយនៅរៀនរាល់ថ្ងៃទៅញ៉ាំអីជាពិសេសជូនគាត់ទៅទិញ skin care ខ្ញុំដឹកទៅរហូតអត់ដែលយកអីពីគាត់ទេហើយមួយទៀតសម្ដីគាត់និយាយជាមួយយើងពេលខ្លះគឺជន់យើងដើម្បីលើកខ្លួនឯងហើយនិយាយកន្លែង insecure របស់យើងប្រាប់ទៅមនុស្សដែលស្រឡាញ់ខ្ញុំហើយសើចគាត់ចូលចិត្តលើកយករឿងកន្លែង insecure របស់ខ្ញុំយកមកនិយាយជាមួយនឹងខ្ញុំហើយសើចគេខ្ញុំចេះតែជាមួយនឹងគាត់តែខ្ញុំអត់ពេញចិត្តទេហើយពេលខ្លះខ្ញុំក៏ថាឲ្យគាត់ថាសម្ដីគាត់គឺលេងសើចអត់សូវចេះគិតទេតែគេលេងមួយវិញលើសតិចតួចទេប្រកាន់ណាស់និយាយឲ្យគេចែងចោះទាំងដែលកំហុសហ្នឹងគឺអាចចោលបានហើយគេមានគុណលើគាត់គេជូនគាត់ទៅរៀនទៅដើរលេងញ៉ាំអីទិញអីឲ្យគាត់មិត្តភក្តិស្រីដូចគ្នាក៏គាត់នៅតែនិយាយអាក្រក់ថាគេចែងចោះដែរតែគាត់ក៏មានគុណសម្បត្តិដែរគាត់ឆាប់យល់មេរៀនជាងខ្ញុំអញ្ចឹងគាត់បញ្យល់ខ្ញុំពេលខ្ញុំអត់ចេះហើយឲ្យលុយខ្ញុំខ្ចីពេលខ្ញុំភ្លេចយកលុយមករៀនតែសងវិញអស់ហើយព្រោះតែលុយ500រៀលរំលឹកយើងរហូតនឹង500លុយខ្មែរខ្ញុំចង់សួរបងតើខ្ញុំគួរធ្វើម៉េចទៀតគួរបន្តឬក៏យ៉ាងណាព្រោះមានអារម្មណ៍ថារាប់យូរទៅផ្ដល់ negative energy មកយើងហ្មងអរគុណបងសម្រាប់ការអានជូនពរបងជោគជ័យគ្រប់ភារកិច្ច and I'm your fan បង3ឆ្នាំហើយអូខេអរគុណច្រើនអូនហើយក៏អរគុណសម្រាប់រឿងនេះដែរអូខេបងនិយាយតាមត្រង់ធម្មតាបើសិនជារឿងទូទៅគឺបងប្រាប់គេបងថាឲ្យឈប់រាប់អានគ្នាដាច់ខាតគឺឈប់រាប់អានគ្នាដោយសារអីម្នាក់ហ្នឹងគឺស្ដាប់ទៅគឺមិនមែនមនុស្សដែលល្អទេគាត់ចូលចិត្តជន់ឈ្លីគេគាត់មើងងាយគេគាត់និយាយចេះចោលមនុស្សផ្ដេសផ្ដាស់ចាន់និយាយថាមាត់ផ្ដេសផ្ដាស់ណាហើយដោយអូននិយាយចឹងគាត់មាន negative energy ហើយឲ្យយើងនឹងមានអារម្មណ៍មួយអត់ល្អឯនៅពេលដែលរាប់អានគាត់ចឹងទៅអូខេហើយអញ្ចឹងមនុស្សអញ្ចឹងគឺយើងអត់ត្រូវរាប់អានអត់អីទេដឹងរាប់អានធ្វើអីវាអត់មានបានចំណេញអីទេទោះគាត់ហ៊ានបកែគាត់បញ្យល់មេហ៊ានអូនគាត់អូខេមានគុណសម្បត្តិតិចតួចហ្នឹងដែលយើងដែលអត់គាត់បានណាវាមិនមែនអត់បានណាអញ្ចឹងរាប់ក៏រាប់មិនរាប់ក៏អីឡើងទី12អីអញ្ចឹង
បើសិនជាអាចទ្រាំបានទ្រាំមិនចង់ទ្រាំក៏អត់ទៅដើរចេញក៏បានដែរវាមានអីអស់អាឡោះអាឡៃទេតែផុតទី12គឺផុតអីបងនិយាយមែនតែផុតទី12អស់អីនិយាយគ្នាហើយអញ្ចឹងបើសិនជាអូនចង់រាប់អានថាអូខេដើម្បីរក្សាមិត្តភាពនឹងចោះកុំឲ្យថាយើងចាប់ទី12ទៅយើងមើលមុខគ្នាមិនចំមិនអីចឹងអូខេអូនអាចទ្រាំបានបើទ្រាំបានទ្រាំប៉ុន្តែបើសិនជាទំនាក់ទំនងហ្នឹងគឺវាប៉ះពាល់គេថាមិត្តភាពហ្នឹងប៉ះពាល់ដល់អូនខ្លាំងតិចទៀតទៅអាចនឹងប៉ះពាល់ដល់ការរៀនយើងរៀនលេងកើតលេងអីគាត់កន្លងយើងខ្លាំងពេកឈប់រាប់អានក៏ឈប់ទៅវាអត់មានអីសំខាន់ខ្លាំងណាស់ណាដល់អាយុជីវិតយើងទេអូខេឬក៏អូនគេហៅថានៅរាប់អានដែរប៉ុន្តែដូចយើងរក្សាគម្លាតចឹងណាហ្នឹងហើយអញ្ចឹងគាត់ហៅសុំយើងឲ្យជូនទៅនេះទៅនោះអញ្ចឹងយើងឆ្លើយ no ទៅយើងបាច់ទៅតាមគាត់រហូតទេយើងរក្សាគម្លាតរបស់យើងអូខេអញ្ចឹងសម្រាប់វីដេអូនៅថ្ងៃនេះគឺអស់ហើយហ្នឹងហើយបើសិនជាអ្នកនរគ្នាចង់ submit ទៅលើសាច់រឿងរបស់អ្នកនរគ្នាមានអីដែលគួរឲ្យចាប់អារម្មណ៍ចង់ចែកម្លែកគឺអាចចុច link នៅក្នុង description box របស់ខ្ញុំបានហើយសម្រាប់វីដេអូបន្ទាប់គឺខ្ញុំនឹងអាន submission របស់គ្នាយើងជាភាសាអង់គ្លេសហ្នឹងហើយមាន3 4ដែលគួរឲ្យចាប់អារម្មណ៍ដែរអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយ Bye